អ្នកអាចនឹងត្រូវឆ្លៀតពេលមើលនាឡិកានេះបន្តិចនេះវាជា Huawei Watch Fit 4 Pro វាបញ្ចេញមកជាមួយប្អូនវា Watch Fit 4 មួយទៀតសម្រាប់ design វាពិតជាស្អាតដោយ Apple Watch Ultra តែវាមានកម្រាស់ស្ដើងជាងមានទម្ងន់ស្រាលជាងដល់ទៅ2ដងហើយក៏ប្រើស៊ុមមុខ Titanium Alloy ស្រោបខ្លួនដោយ Aluminium Alloy Aviation Grade មួយពេញថែមទាំងក្រាលកញ្ចក់ត្បូងកណ្ដៀង Sapphire Glass ពីលើនឹងមួយតង់ទៀតផងអញ្ចឹងយើងមិនបារម្ភថាវាធ្លាក់ទៅងាយត្រុតចូលផុកទៅឆាប់សឹកហើយក៏មិនភ័យពីរឿងចូលទឹកឡើយជាក់ស្ដែងអាច Cross IP6X កម្រិត 5 ATM វាអាចទប់ជាមួយទឹកជ្រៅដល់ទៅ50ម៉ែត្រនិងអាចហែលទឹកឬហែលបែបកីឡាដែរដល់40ម៉ែត្រផងដែរនៅមួយទៀតពន្លឺអេក្រង់វាជះភិកខ្ពស់បំផុតដល់ទៅ3000 nits ឯណោះហើយនេះគឺជា model Pro ដំបូងដែលស្ថិតនៅក្នុងត្រកូល Fit របស់ Huawei ហើយវាក៏ជានាឡិកាដំបូងដែលបំពាក់មុខងារ ECG Walkie Sneak Bedong ដោយសុក្រិតទៀតផងហើយដូចខ្ញុំបានប្រាប់មុននេះអញ្ចឹងវាពិតជាស្រាលខ្លាំងមែនទែនខ្ញុំពាក់វាជាប់ពីអាទិត្យមកនេះពេលខ្លះខ្ញុំសឹងតែមិនដឹងថាខ្ញុំកំពុងពាក់នាឡិកាឡើយបែបនេះវាល្អសម្រាប់អ្នកដែលចង់តាមដានការគេដោយមិនខ្វល់ពីរឿងធុញដោះនាឡិកាចេញបានជាពិសេសម្ចាស់ Apple Watch Ultra ដែលគាត់ពិបាកសម្រំនឹងនាឡិកាធ្ងន់ធំក្រាស់នឹងតែម្ដងត្រូវហើយរចនាប័ទ្មវាមើលទៅ inspire ទាញចេញពីគ្នាគួរក៏សម្គាល់ហើយនេះមិនមែនជារឿងចៃដន្យទេវាជាគោលដៅច្បាស់ថា get ដែល Huawei ចង់ទាញចិត្តពីអ្នកប្រើ Apple Watch ឬក៏ Apple Watch Ultraឲ្យមកមើល model Pro របស់គេថាគេអាចធ្វើបានស្រាលជាងនិងស្ដើងជាង Apple Watch ធម្មតាទៅទៀតដោយមិនលះបង់ភាពធន់មិនរិះលើ material ផលិតថ្លៃហើយក៏លក់ថោកជាងដល់ទៅ$500ឯណោះលក់នៅទីផ្សារអឺរ៉ុបត្រឹម$299ចំណែក Fit 4 វាត្រឹម$199ទេកំឡុងពេលខ្ញុំកំពុងថតវីដេអូនេះខ្ញុំក៏មិនទាន់ដឹងច្បាស់ថា Huawei ក្នុងប្រទេសយើងដាក់លក់វាជាផ្លូវការនៅពេលណាឡើយតម្លៃប្រកាសក៏មិនទាន់ចេញដែរវាកំពុងស្ថិតនៅក្នុងដំណាក់កាលកំងទុក pre-order នៅឡើយហើយខ្ញុំគ្រាន់តែដឹងថា Fit 4 វាមាន4ពណ៌គឺសស្វាយខ្មៅនិងប្រផេះចំណែក Fit 4 Pro វាមាន3ពណ៌គឺខៀវខ្មៅនិងបៃតងដែលខ្ញុំកំពុងបង្ហាញនេះវាមើលទៅលេចស្រស់ជាងគេនិងប្រើខ្សែ woven ដែលទាញមកបកបិទជាប់ត្រូវគ្រប់ទំហំកដៃសំខាន់ខ្សែនេះវាមិនស្គៀបដៃវាទន់មានខ្យល់ចេញចូលច្រើនវាក៏មិនទៅសាច់ឡើងកកិតឬរលាកស្បែកឡើយហើយបើចង់ដោះដូរម៉ូដយើងក៏អាចបដូរបានព្រោះ Huawei ឆ្នៃកន្លឹះចុចវាងាយដកចេញដោះដូរបានស្រួលតែម្ដងបើទោះវាមានចំណុចកប់ច្រើនពី Watch Fit Series 2025នេះតែវាក៏មានផ្នែកទី3ដែលអ្នកទាំងអស់គ្នាត្រូវដឹងច្បាស់មុនសម្រាប់ចិត្តទិញផងដែរទី1យើងអាចភ្ជាប់វាជាមួយ Android ក៏បាន iOS ក៏បានភ្ជាប់តាមកម្មវិធីសុខភាពរបស់ Huawei ហ្នឹងមុខងារវាប្រើដូចគ្នាទាំងអស់ទាំងលើក call និយាយតាមនាឡិកាផ្ទាល់អូត្រង់នេះខ្ញុំចង់បញ្ជាក់ថាសំឡេង speaker វាគឺឮច្បាស់ល្អមែនតើ mic វាថែមទាំងស្រូបការនិយាយបានច្បាស់សឹងតែដូចយើងនិយាយ microphone ចេញពីទូរស័ព្ទដែរវាប្រើ Bluetooth 5.3 សម្រាប់តភ្ជាប់ហើយយើងក៏អាចផ្ទេរ file music ចូលនាឡិកាស្ដាប់ផ្ទាល់បានព្រមទាំងអាចប្រើកាស wireless ក៏អាចភ្ជាប់ជាមួយនឹង Fit 4 នឹងបានទៀតផងគ្រាន់តែថាទៅលើសារដំណឹងបើយើងភ្ជាប់ជាមួយនឹង iOS ដោយគេផ្ញើសារតាម Telegram មកយើងមិនអាចតបសារបាននោះទេវាឃើញតែដំណឹងប៉ុណ្ណោះអានឹងជាកូដដែល Apple បិទព្រោះគេមិនចង់ឲ្យអ្នកប្រើ iPhone ទៅប្រើនាឡិកាផ្សេងស្រួលប្រើជាង Apple Watch របស់គេឡើយតែបើសិនជាយើងភ្ជាប់ជាមួយនឹង Android គឺវាផ្ដល់ឲ្យទាំង emoji និងមានក្តារចុចពេញសម្រាប់វា reply តាមនាឡិកាផ្ទាល់ទៀតផងចំណុចទី2គឺបើទោះជានាឡិកាទាំងពីរនេះវាខុសគ្នា$100តែ Fit 4 និង Fit 4 Pro ប្រើអេក្រង់ AMOLED ទំហំ 1.82 អ៊ីងដូចគ្នាទេជាមួយនឹងសាច់រូបភាព Notch ច្បាស់ដូចគ្នាទេ480គុណនឹង408 pixel density 347 pixel ក្នុង1អ៊ីងវាក៏មាន always on display និងមាន auto brightness ដូចគ្នាផងដែរវាខុសគ្នាតែលើកម្រិតពន្លឺ Fit 4ជះបាន 2000 nits លើ4 Pro ជះបាន 3000 nits យ៉ាងណា 2000 nits ក៏ច្បាស់មិនពិបាកមើលនៅក្រោមថ្ងៃឡើយចំណែកប៊ូតុងទាំងពីរនេះវាដំណើរការមុខងារដូចគ្នាក្រោមខាងលើនេះប្រើបង្វិល scroll ទៅមកបានវាផ្ដល់កម្លាំងកន្ត្រាក់ធ្ងន់ល្អមែនតើចុចម្ដងវាចូលទៅ menu ចុចម្ដងទៀតចេញពី menu វិញហើយបើចុចឲ្យជាប់វានឹងចូលទៅរកកន្លែងបិទឬក៏ restart នាឡិកាឡើងវិញចំណែកប៊ូតុងខាងក្រោមចុចម្ដងចូលទៅមុខងារកីឡាជាង100មុខឯណោះមានទាំង free diving រត់ជីកង់ឡើងភ្នំ yoga អីមានមួយសេតហើយបើសិនជាអ្នកចូលចិត្ត Vehicle Gold ដំណឹងល្អបំផុតនោះគឺថាវាមានផែនទី Vehicle Gold ក្នុងប្រទេសកម្ពុជាយើងសម្រាប់ដាក់ឲ្យយើងទាញយកដោយមិនគិតថ្លៃទៀតផងហើយ interface វាក៏ឃើញស្អាតផងដែរណាមួយដោយសារ GPS នៅក្នុងនេះវាប្រើប្រព័ន្ធ Sunflower Positioning System ដែល support band L1 និង L5 មកស្រាប់អញ្ចឹងការចាប់ទិសដៅវាសម្គាល់បានច្បាស់ត្រឹមត្រូវជាងការរំពឹងទុកច្រើនវាអាចចាប់ទីតាំងបានកាន់តែច្បាស់ជាងមុន 40% និងមានល្បឿនភិនយកកន្លែងយើងលឿនល្អមែនទែនខ្ញុំតែពេលដើរនិងពេលរត់ឃើញថាស្នាមត្រេកខ្សែវាកត់ស្មើវាត្រូវទាំងផ្លូវបត់ផ្លូវកោងនិងការរត់បកទៅបកមកវិញក៏ឃើញ line ត្រូវដូចនៅខាងក្រៅដែរលើពីនេះយើងក៏អាច save map offline ដាក់លើនាឡិកាផ្ទាល់បានយើងអាច download ផែនទីប្រទេសកម្ពុជាយើងឬផែនទី global ពេញពណ៌ដាក់មើលផ្ទាល់ព្រមទាំងអាចប្រើម្រាមដៃ scroll ទាញទៅមកបានយ៉ាងរអិលទៀតផងល្បឿន render ផែនទីលើនេះថែមទាំងលឿនល្អដូចជានៅលើ GT5 Pro អញ្ចឹងហើយបើយើងមាន Petal Map នៅលើទូរស័ព្ទ
យើងក៏អាចប្រើនាឡិកាបង្ហាញប្រាប់ផ្លូវបត់ទៅមកដើម្បីទៅដល់ទីតាំងផងដែរចំណែកមុខងារតាមដានសុខភាពក៏ដូចជាកីឡារបស់ Fit4 វាធ្វើការជាមួយនឹង sensor TrueSense ចំនួនថ្មីដើម្បីផ្ដល់ទិន្នន័យវិភាគពីការគេងការដើរការឈរការអង្គុយរបស់យើងបានច្បាស់វាថែមទាំងវិភាគពីការដកដង្ហើមវាស់កម្ដៅស្បែកវាស់ចង្វាក់បេះដូងនិងអុកស៊ីហ្សែននៅក្នុងឈាមលើនេះផ្ទាល់ដើម្បីផ្ដល់ជាទិន្នន័យ real time ឲ្យយើងដឹងកាន់តែច្បាស់ពីសុខភាពរាងកាយរបស់យើងផងដែរមិនខុសពី GT5 Pro ទេវាក៏អាចសម្គាល់ដឹងពីការស្រមុកពេលគេងរបស់យើងកាន់តែច្បាស់លាស់ដឹងពេលភ្ញាក់ប្រមាណដងនិងគេងលក់ជ្រៅប្រមាណម៉ោងហើយមុខងារ emotional well-being នឹងវាប្រមូលទិន្នន័យពីការរៀនលើសកម្មភាពយើងប្រចាំថ្ងៃប្រាប់ជាលទ្ធផលយើងដឹងវិញថាអារម្មណ៍យើងសប្បាយចិត្តធម្មតាឬមិនសប្បាយចិត្តបានផងដែររួចវាក៏ផ្ដល់យោបល់ឲ្យយើងកាត់ stress ដោយដូចជាហាត់ដកដង្ហើមហាត់ប្រាណនិងជាពិសេសវាមាន watch face តុក្កតាខ្ជូតច្រើនដែលបង្ហាញពីទឹកមុខត្រូវតាមក្លាទេសៈទៀតផង Watch Fit 4 ដំណើរការដោយ Harmony OS 5.1 ម៉ឺនុយលើនេះស្អាតផ្ទៃប្រើប្រាស់វាក៏ស្អាត clean ផងដែរហើយ animation វាក៏ល្អទៀតផងខ្ញុំមិនដែលរត់ជួបពេលដែលវាតាក់ឬកៀងឬក៏ restart នាឡិកាឡើងវិញទេវាអូសបាន smooth ដូចបងវា GT5 អញ្ចឹងវាក៏ផ្ដល់ឲ្យ watch face ថ្មីច្រើនវាស្អាតវាបង្ហាញពណ៌បានពេញព្រមទាំងអាចសេរី custom បានច្រើន style ទៀតផងក្នុងនេះវាក៏មានផ្សារឲ្យយើងអាចទិញនិង download មុខនាឡិកាបានក៏ដូចជាមានកូនផ្សារ app gallery សម្រាប់ទាញយកកម្មវិធីតូចៗដាក់នៅលើនាឡិកាប្រើផងដែរគ្រាន់តែថាកម្មវិធីមួយចំនួនវាបង្ហាញ icon ពេលលោតដំណឹងមិនទាន់បានត្រូវជាមួយនឹង icon កម្មវិធីដើមនោះទេហើយទី3គឺភាសាខ្មែរគួរឲ្យសោកស្ដាយវាមិនទាន់ support នោះទេអញ្ចឹងពេលដែលមានសារដំណឹងអីយើងមើលមិនទាន់ឃើញឡើយប៉ុន្តែខ្ញុំនិយាយថាមិនទាន់គឺមិនបានន័យថាមិនអាចនោះទេខ្ញុំលើដំណឹងល្អច្រើនពីខាង developer Huawei ថាគេបានដុតដៃដុតជើងដោះស្រាយទៅលើរឿងហ្វុងខ្មែរយើងហើយអញ្ចឹងវាមានសង្ឃឹមជាមុនច្រើនថា Fit 4 និង 4 Pro នឹងអាចទទួលបាន OTA update ហើយបើសិនជា Fit 4 បានយើងក៏អាចសង្ឃឹមថា Series GT និង D2A អាចនឹងទទួលបានដូចគ្នាបើមានពេលនឹងមែនយើងនឹងជប់លៀងទាំងអស់គ្នាម្ដងសម្រាប់ជីវិតថ្មលើនេះវិញ Huawei ថាប្រើច្រើនវីរ៉ូបានដល់7ថ្ងៃឬក៏ដល់10ថ្ងៃសម្រាប់ការប្រើធម្មតាតែនឹងគេតេស្តដោយមិនបើក Always on Display ជាប់ហើយសម្រាប់ការតេស្តជាក់ស្ដែងរបស់ខ្ញុំវិញខ្ញុំប្រើធ្ងន់លើ Always on Display ជាប់ព្រោះខ្ញុំចូលចិត្តឲ្យអេក្រង់ខ្ញុំបង្ហាញរហូតខ្ញុំប្រើ call 3 ទៅ 4 នាទីក្នុងមួយថ្ងៃនិងប្រើ GPS រត់ហាត់ប្រាណព្រឹកល្ងាចឲ្យវាស៊ូបាន4ថ្ងៃកន្លះទឹកខ្ញុំយកទៅសាកថ្មលទ្ធផលប៉ុណ្នេះក៏នៅតែអស្ចារ្យដែរហើយបើប្រើត្រឹមស្រាលខ្ញុំអាចឃើញថាវាអូសបាន7-8ថ្ងៃមិនពិបាកទេហើយការសាកថ្មឡើងវិញក៏លឿនទៀតផងត្រឹម60នាទីអាចសាកពី0ដីស្អាតឡើងដល់ 100% វិញហើយខ្ញុំក៏សូមបញ្ជាក់ថា Qi Charger ផ្សេងគឺវាអាចសាកនាឡិកានេះបានដូចគ្នាគ្រាន់តែតាមបន្ទះសាក original ដែល Huawei ដាក់មកក្នុងប្រអប់ស្រាប់នេះវាអាចបញ្ចូលទឹកបានលឿនជាងអញ្ចឹងទិសដៅគឺបាន set ដាក់ច្បាស់ហើយនាឡិកានេះគឺជាការបង្កើតមកដោយតម្រង់រកអ្នកប្រើដែលចង់ទិញ Apple Watch តែគិតគូរពីរឿងវាថ្លៃជាពិសេសអ្នកដែលស្រឡាញ់ Apple Watchតែនៅក្នុងដៃកាន់ Android សំខាន់អ្នកដែលចង់បាន Apple Watch Ultra តែបារម្ភរឿងទម្ងន់និងថាមពលថ្ម2ថ្ងៃដេកនឹងតែម្ដងវាដូច Huawei សិក្សាគូសប្រអប់រួចជាស្រេចមុនផលិត Watch 4 និង Watch 4 Pro នេះអញ្ចឹងមិនថាយើងចូលចិត្តឬមិនចូលចិត្តនាឡិកានេះពិតជាមានគុណភាពផលិតធន់មាំមានតម្លៃវាមិនទៅភ្នែកហើយថែមទាំងមានមុខងារកម្ពូលទាំងអស់ដែលយើងគិតដល់ទាំង GPS ទាំង offline map អេក្រង់ភ្លឺជាងថ្ងៃទាំងថ្មកាន់សាក wireless អាច call បានអាចដាក់តន្ត្រីបានមុជទឹកជ្រៅបានប្រព័ន្ធដំណើរការរអិលមាន ECG តាមដានការគេងអីគឺត្រូវមកចប់តោះតែវាមិនទាន់មានភាសាខ្មែរតែប៉ុណ្្នឹងអូខេអញ្ចឹងនេះជាអ្វីដែលអ្នកត្រូវដឹងមុនសម្រាប់ចិត្តទិញ Huawei Watch Fit 4 និង Fit 4 Pro មើលវីដេអូនេះហើយគិតយ៉ាងណាដែរគិតថាចង់ចុចមួយមកប្រើឬក៏អត់កុំភ្លេចប្រាប់ខ្ញុំឲ្យដឹងនៅក្នុង comment ខាងក្រោមផងដូរ៉ាដងខ្ញុំនឹងនិយាយទៅកាន់អ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀត